ជាជនឡើយជាប្រជាជនមិនដែលបានទទួលផលល្អពីអ្នកនោះសោះមិនតែប៉ុណ្ណោះថែមទាំងបង្កបង្កើតកំណត់បែកបាក់បះបោរវិនិច្ឆ័យអន្តរាយចំពោះប្រទេសជាតិប្រជាជនថែមទៀតជនបណ្ឌិតតែមាត់ស្ទាត់តែខាងអួតឯងខាងទៅទេថែមទាំងធ្វើអំពើធ្វេសទុកឲ្យជាប្រជាជនបែបនេះនឹងទុកថាជាផៅពងរងមិត្តលោហិតជាតិមិនសមឡើយសេចក្តីផ្សេងគ្នានៃការសង្គ្រោះពិតនឹងការបានតែមាត់អួតអាងនឹងបានតែខាងលើកទោសឲ្យកំហុសនេះឯងជាហេតុនាំឲ្យកើតផលផ្ទុយគ្នាក្នុងសង្គមក្រុមមនុស្សគឺជនអ្នកបណ្ឌិតមិនមែនជាញាតិសាលោហិតអាចជាប់ជាផៅពងនឹងគ្នាសោះតែបែរជាមានសេចក្តីគោរពគ្រប់រាប់អានគ្នាមានស្នេហាស្វាមីភក្តិដូរស្លាប់រស់ចំពោះគ្នាដូចជាបងប្អូនផៅពងបង្កើតនេះមកពីធ្លាប់បានទទួលជំនួយសង្គ្រោះពីអ្នកម្នាក់ពិតប្រាកដឬធ្លាប់ជួយគ្នាទៅវិញទៅមកជាស្នេហាទាញទាក់ញាក់ចិត្តឲ្យកើតមេត្រីចិត្តមិត្តភាពមួយផ្នែកទៀតជនដែលត្រូវជាបងប្អូនមីងក្មួយបង្កើតគឺជាជាតិញាតិផៅពងវងត្រកូលជាមួយគ្នាយ៉ាងចិត្តទៅជាស្អប់ពើមគ្នាមិនរាប់រកគ្នាជាបងប្អូនកូនក្មួយមានលក្ខណៈដូចជាអ្នកកន្ទាតនេះក៏អាចមកពីការអួតក្អេងខាងតែមាត់ចិត្តអាក្រក់មិនជួយសង្គ្រោះស្រោចស្រង់គ្នាក្នុងគ្រាមានគ្រោះមួយផ្លូវដែរជាគ្រឿងបណ្ដេញចេញនូវភាពជាផៅពងឲ្យជាឆ្ងាយពីគ្នាសុភាសិតជាប្រធានខាងលើគឺជាសេចក្តីដាស់តឿនក្រើនរំលឹកនៃស្ដេចព្រាបចិត្តតែព្រាបចំពោះបរិវារដែលជាប់លុបទាំងអស់គ្នាហើយគិតតែពីអួតអាងនិងលើកទោសទម្លាក់កំហុសឲ្យគ្នាតែមិនមែនជាមធ្យោបាយជួយដោះស្រាយគ្នាឲ្យរួចចាក់លុបឡើយមានតែការរត់មធ្យោបាយជួយសង្គ្រោះគ្នាទៅវិញទៅមកទើបមានប្រយោជន៍រួចចាក់ទុកវិបត្តិបានចប់ប្រធានបទទី13តែប៉ុណ្ណេះប្រធានបទទី14ការចំបាច់វងត្រកូលរបស់ខ្លួនសូម្បីពី3នាក់ឲ្យរួបរวมមូលត្រកូលគ្នាជាការគប់ប្រសើរល្អណាស់ដោយក្របស្រូវដែលគេបកសម្បកចេញហើយយកទៅសាបព្រោះមិនដល់លូតលាស់ឡើងបានភាសាទី36នៃការគប់មិត្តកាលបបានសិក្សាពិចារណាសុភាសិតដែលបណ្ឌិតបុរាណបានគិតគូរហើយចងក្រងទុកមកអាចឃើញបានថាលោកទាំងនោះជាអ្នកបានទទួលការសិក្សាការពិចារណាការប្រើប្រាជ្ញាស្មារតីសង្កេតជំវិញយល់ហេតុផលល្អអាក្រក់ទាំងអតីតបច្ចុប្បន្ននិងអនាគតហើយនេះទើបសុភាសិតរបស់លោកមានអត្ថន័យជ័យជោគសង្គ្រោះកាលសម័យមានតម្លៃមិនចេះសាបសូន្យគេអាចយកមកសិក្សាជាមួយបញ្ញាដោះស្រាយបញ្ហាការរស់នៅបានយ៉ាងស័ក្តិសិទ្ធិពិតប្រាកដបណ្ឌិតទាំងនោះឈ្មោះថាមានគុណបំណាច់ចំពោះពួកយើងយ៉ាងច្រើនអនេកព្រោះបានបែងចែកទុកគំនិតបញ្ញាស្មារតីឲ្យយើងយកមកប្រើសម្របសម្រួលជីវិតឲ្យបានសុខសាន្តសុភាសិតជាប្រធានខាងលើក៏រាប់ថាមានគំនិតប្រសើរក្នុងដំណើរបំពេញបញ្ញាស្មារតីពួកយើងដែរតើមានន័យដូចម្តេចសុភាសិតទី36នៃការគប់មិត្តក្នុងស្រីហេតុបតិជាប្រធានខាងលើគោលដល់ការចំបាច់គ្នានៃវងត្រកូលឋានជាការប្រសើរដោយអธิบายតទៅនេះវងត្រកូលសម្ដៅយកថៅពងស្រឡាយខ្សែលោហិតដឹកជាប់គ្នាជាញាតិបងប្អូនតពីជីដូនទួតលួតលាដែលបង្កើតជាកូនគូជាចៅបែកនៃធានជាច្រើនក្រុមគ្រួសារវែងឆ្ងាយរហូតមិនស្គាល់គ្នាជាពូជពងក៏មានខ្លះយល់ស្គាល់ដឹងថាជាពូជពងបងប្អូនដែរតែមិនរាប់អានគ្នាជាញាតិបងប្អូនដោយហេតុផលខាងក្រៅណាមួយមានការតោះតែងខ្វែងគំនិតគ្នាការប្រកាន់ឋានៈខ្ពស់ទាបជាងគ្នាជាដើមការបញ្ចាំងនេះភាពជាពូជពងវងត្រកូលជាមួយគ្នាក៏ចេះតែរលាកឃ្លាតចេញទៅបន្តិចម្ដងរហូតអស់មានលក្ខណៈជាវងត្រកូលជាមួយសុភាសិតនេះបានឲ្យស្មារតីថាការចំបាច់វងត្រកូលរបស់ខ្លួនសូម្បីពី3នាក់ឲ្យរួបរวมមូលត្រកូលគ្នាជាការកប់ប្រសើរល្អណាស់គឺសូម្បីវងត្រកូលរបស់ខ្លួនមានគ្នាតែពី3នាក់ក៏ដោយបើទទួលស្គាល់យល់ដឹងរាប់អានជាសាច់ឈាមមានសេចក្តីស្រឡាញ់វិញត្របាញ់ចំបាច់គ្នាជួយទុកទម្លាក់គ្នាស្រោចស្រង់គ្នាមិនមើលបំណាំគ្នាមិនបង្ករឿងបង្កើតហេតុឲ្យបែកបាក់គ្នាចេះអត់ឱនណែនាំអប់រំគ្នាឲ្យនៅមានភាពតារភាពសេនេហភាពមេត្រីភាពនឹងគ្នាដរាបភាពទៅជាការគប់ប្រសើរល្អណាស់ព្រោះបានបំពេញនាទីជាសមាជិកនៃវងត្រកូលជាមួយគ្នាឲ្យមានសាមគ្គីថតគង់វង្សការមានសេចក្តីស្រស់ស្រួលមូលត្រកូលគ្នានេះជាកម្លាំងចំពោះការជួយទុកទូរៈគ្នាក្នុងបញ្ហាជីវភាពច្រើនយ៉ាងជាទីខ្លាចញញើតនៃសត្រូវ
ជាគំរូល្អចំពោះកូនចៅក្រោយទៀតវងត្រកូលនោះនឹងមានឈ្មោះពីរោះក្រអូបជាទីសរសើរនៃជនទាំងឡាយនិងប្រកបដោយសេចក្តីសុខក្សែងខ្សាន្តព្រោះមានការមូលត្រកូលគ្នាជាមូលដ្ឋានបើនិយាយតាមន័យប្រៀបធៀបវិញប្រជាពលរដ្ឋនៃប្រទេសនីមួយសូម្បីមានមនុស្សចំនួនតិចក៏ដោយបើចេះចំបាច់ស្រកស្រួលមូលត្រកូលគ្នាមិនបែកគ្នាជាពួកបាក់មិនប្រកាន់វណ្ណៈជួយគ្នាបំពេញការងារគ្រប់ផ្នែកមេធានស្របស្រួលគ្នាក្នុងឧត្តមគតិជាតិនិយមព្រមព្រៀងគ្នាតាមមនោគមវិជ្ជាទាំងមួយដែលច្បាប់រដ្ឋបានគូដៅទុកនោះជាការគប់ប្រសើរណាស់ព្រោះច្បាប់ជាអាចសាងសេចក្តីសុខសេចក្តីចម្រើនការប្រយោជន៍និងភាពរឹងប៉ឹងខ្លាំងពូកែឲ្យមានសន្ទុះបត់ជំហានទៅមុខនិងប្រកបដោយកិត្តិយសពិតប្រាកដព្រោះមានការចំបាច់មូលត្រកូលគ្នាជាកម្លាំងផ្ទុយទៅវិញការបែកបាក់នៃវងត្រកូលរបស់ខ្លួនសូម្បីពី3នាក់ឬការបែកបាក់ជាបាក់ពួកនៃពលរដ្ឋក្នុងប្រទេសនីមួយមិនមែនជាការប្រសើរឡើយព្រោះនាំឲ្យសត្វពើគ្នាបៀតបៀនគ្នាជាការឲ្យកម្លាំងចំពោះសត្រូវជាផ្លូវនៃសេចក្តីប្រាស់ប្រយោជន៍គ្រប់យ៉ាងណាមិញយ៉ាងដូចក្រំស្រូវដែលគេបកសម្បកចេញហើយយកទៅសាបព្រោះមិនต้องលូតលាស់ឡើងបានទេគឺថាដោយសេចក្តីព្រមព្រៀងមូលត្រកូលនៃក្រំស្រូវនិងសម្បកស្រូវនោះហើយជាគុណអាចបង្កើតផ្លែស្រូវដោយពូជស្រូវតរៀងទៅមិនចេះសាបសូន្យលោកគ្រាន់តែបំបែកបកសម្បកស្រូវចេញពីក្របប៉ុណ្ណោះគ្រាប់ស្រូវនោះគេមិនអាចយកទៅសាបព្រោះបន្តឲ្យលូតលាស់ដល់ពន្លកបកជាដើមបានឡើយនេះព្រោះអ្វីព្រោះតែការបែកឃ្លាតពីគ្នានៃគ្រាប់ស្រូវនិងសម្បកស្រូវនោះឯងការប្រយ៉ាងនេះក៏នាំឲ្យឃើញនូវគុណនៃការចំបាច់មូលត្រកូលគ្នានៃវងត្រកូលរបស់ខ្លួនក្តីការព្រមព្រៀងគ្នានៃប្រជាពលរដ្ឋក្នុងប្រទេសនីមួយក្តីការព្រមព្រៀងគ្នានៃភ្នាក់ងាររាជការនិងរាជប្រជាក្តីរហូតដល់ការព្រមព្រៀងស្រស់ស្រួលមូលត្រកូលគ្នាចំបាច់គ្នាក្នុងការសាងសុខសន្តិភាពនៃពិភពលោកទាំងមូលក្តីថាតើឲ្យប្រយោជន៍សុខចម្រើនធំទូលាយត្រឹមណាសេចក្តីអធ្លុះនៃសុភាសិតនេះក៏បានបង្ហាញទោសនៃការបែកបាក់គ្នាមានការបែកបាក់នៃវងត្រកូលពួកជាដើមថារមែងនាំឲ្យសាបសូន្យមិនលូតលាស់ដល់ដាលនៅសេចក្តីសុខចម្រើនការប្រយោជន៍ប្រៀបដូចគ្រាប់ស្រូវតែគ្រាន់តែឃ្លាតចេញពីសម្បកក៏អស់ផ្លូវនឹងដកដាលបានដូច្នោះដែរចប់ប្រធានបទទី14តែប៉ុណ្ណេះប្រធានបទទី15រោគទាបជាទីសពសម្លេងសម្រៃសេចក្តីក្តៅក្រហាយការជាប់អន្តៈចំណងនិងសេចក្តីវិនិច្ឆ័យអន្តរាយទាំងឡាយនេះជាផលដែលកើតមកពីព្រឹត្តិការណ៍ជាតិគឺទោសកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយភាសាទី41នៃការគប់មិត្តជនទាំងឡាយគ្រប់ជាតិសាសន៍ដែលមានកំណើតមកជាមនុស្សក៏ត្រូវជួបប្រទះប៉ះទង្គិចនឹងបញ្ហាមនុស្សត្រូវដោះស្រាយបញ្ហាមនុស្សព្រោះជីវិតពិតជាមានបញ្ហាច្រើនយ៉ាងវិបត្តិច្រើនយ៉ាងកើតឡើងការវិបត្តិអន្តរាយទាំងឡាយកើតឡើងក្នុងដំណើរជីវិតខ្លះក៏ថាមកពីព្រំលិខិតឬអាទិទេវលិខិតខ្លះថាមកពីទេពរៈអ្នកតាខ្លះថាមកពីអវ័យផ្សេងទៀតតែសុភាសិតស្រីហេតុផលប្រទេសប្រាប់ថារោគទាបជាទីសពសម្រេងសម្រៃសេចក្តីក្តៅក្រហាយការជាប់អន្តៈចំណងនិងសេចក្តីវិនិច្ឆ័យអន្តរាយទាំងឡាយនេះជាផលដែលកើតមកពីព្រឹត្តិការណ៍ជាតិគឺទោសកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយដែលមានអត្ថន័យដូចម្តេចសុភាសិតនេះគួរបញ្ជាក់ពីផលវិបាកទុក្ខវិបត្តិទាំងឡាយដែលមនុស្សបានជួបប្រទះគឺជាលទ្ធផលដែលកើតចេញពីកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយយ៉ាងណាមិញយ៉ាងនេះគឺរោគទាបជាទីគឺជំងឺតម្កាត់វិបត្តិនៃរាងកាយតាំងពីជំងឺឈឺក្បាលវិលមុខគ្រុនរងាជាតាមក្តីសេចក្តីសោកសៅសម្រេងសម្រាយប្រទើខ្សឹកសួរអួនអាក់រោគប្រត់ប្រាំងរាជាបុគ្គលនិងវត្ថុជាទីស្រឡាញ់ឬបណ្ដាលមកពីហេតុណាមួយក្តីសេចក្តីមួម៉ៅក្តៅក្រហាយក្រហល់ចង្អៀតចង្អល់តាំងចិត្តស្អិតទ្រង់ដែលកើតឡើងដោយជួបប្រទះអាណិតអារម្មណ៍មិនជាទីពេញចិត្តណាមួយក្នុងជីវិតក្តីការជាប់អន្តៈចំណងដូចជាជាប់ថ្នាក់ថ្នងគុកច្រវាក់ធ្លាក់ក្នុងចំណាក់ខ្មាំងក្តីនិងសេចក្តីវិនិច្ឆ័យអន្តរាយទាំងឡាយមានអគិភ័យចោរភ័យឧតកភ័យចម្រៃឧបទ្រពហួចគេឈ្មោះធ្លាក់យូរអស់តម្លៃខ្សែជីវិតការខាតបង់លំទឹកលេខទូលោកឡាត្រូវគេរឹតអូសធនធានជាដើមក្តីរោគទាបជាទីតូតន់ទំនួលទុកគ្រោះថ្នាក់សេចក្តីវិនិច្ឆ័យអន្តរាយច្រើនបែបច្រើនយ៉ាងកើតឡើងក្នុងជីវិតមនុស្សនេះគឺជាការផ្លែផ
ផលលេចចេញមកពីព្រឹក្សាជាតិគឺទោសកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយព្រឹក្សាជាតិរុក្ខជាតិកាលណាបណ្ដោះមានដើមដោះបែកមេស្លាប់មានការផ្លែហើយក៏តែងមានហេតុការណ៍ផ្សេងមកជួបប្រទះប៉ះទង្គិចដូចត្រូវគេកាត់ក្តិចពង្រិចពង្រើកាប់មេធៀងបេះការផ្លែត្រូវខ្ចប់ជុកបបត់ធ្វើឲ្យត្រេកព្រោតឬរលំត្រូវដំរីឈូកត្រូវភ្លើងចេះរៀលមករោលឲ្យខ្លាចរញ៉ោមត្រូវដង្កូវស៊ីចោះឬដើមជួនកាលដីរលក់បាក់រួចដើមឈើលុកទេវហេតុការណ៍វិបត្តិទាំងនេះកើតឡើងចំពោះព្រឹក្សាជាតិមកពីព្រឹក្សាជាតិកើតផុសតបឡើងក្នុងផែនដីនៃពិភពលោកនេះឯងបើគ្មានព្រឹក្សាជាតិទេក៏គ្មានវិបត្តិតូចណាមួយកើតឡើងដែរបញ្ហាព្រឹក្សាជាតិនេះយ៉ាងណាមិញបញ្ហាមនុស្សក៏យ៉ាងនោះដែរព្រោះមនុស្សទាំងឡាយដែលកើតជារូបរាងមកហើយតែជួបប្រទះហេតុវិបត្តិផ្សេងយ៉ាងនេះខ្លះយ៉ាងនោះខ្លះធ្ងន់ខ្លះស្រាលខ្លះតិចខ្លះច្រើនខ្លះកិច្ចមិនរួចឡើយព្រោះបើមានរូបរាងកាយក៏ត្រូវមានពុកមិនខានផ្ទុយទៅវិញវាអាចមើលឃើញយល់ថារោគគៀបជាតិនេះកើតឡើងពីរបស់ខាងក្រៅឬមេរោគចូលមករករានបើគ្មានមេរោគទេក៏មិនដាច់នឹងមានជំងឺតម្កាត់សពសម្រេចសម្រាយសេចក្តីក្តៅក្រហាយការជាប់អន្តៈចំណងនិងសេចក្តីវិនិច្ឆ័យអន្តរាយទាំងឡាយកើតមកពីធម្មជាតិឬជាតិដតីមនុស្សដតីបង្កបង្កើតឡើងដោយត្រូវអ្នកដតីធ្វើឲ្យព្រាត់ប្រាសអ្នកដតីបំផ្លិចបំផ្លាញឆោបោកលួចប្លន់អ្នកដតីចាប់ចងឬថាធ្វើធ្នាក់តាក់ចាប់យកទៅដាក់គុកច្រវាក់វាដំច្រំធាក់ប្រើអំណាចសង្កត់សង្កិនធ្វើទុកបុកម្នេញបង្ហាត់បង្ហើយដោយប្រការផ្សេងបើយ៉ាងនេះហើយដើម្បីក៏ថាមកពីទោសកំហុសរបស់ខ្លួននៃមនុស្សទៅវិញបើគ្មានមនុស្សដតីធម្មជាតិដតីបង្កើតផលអាក្រក់នេះឡើងផលអាក្រក់នោះនឹងមិនកើតឡើងបានឡើយនេះជាយោបល់មួយផ្នែកដែលច្រើនសង្កត់ធ្ងន់ទៅលើការសម្លឹងឃើញទុកវិបត្តិអន្តរាយកើតពីធម្មជាតិដតីអ្នកដតីមិនមែនជាផលនៃព្រឹក្សាជាតិគឺទោសកំហុសរបស់ខ្លួនរួមមករោគៀបជាតិទីសពសម្រេចសម្រាយហើយវិបត្តិអន្តរាយសេចក្តីក្តៅក្រហាយសេចក្តីសពសម្រេចសម្រាយការជាប់អន្តៈចំណងទាំងអស់នេះកើតពីមនុស្សដតីបង្កបង្កើតឡើងមួយចំណែកកើតពីខ្លួនឯងមួយចំណែកប៉ុន្តែទោះយ៉ាងណាក្តីក៏ព្រោះតែខ្លួនមានខ្លួនគឺមានរូបកាយនិងចិត្តមានការប្រព្រឹត្តផ្នែកគុណវិបត្តិខាងដើមដែរបើគ្មានរូបកាយទេព្រមដេចនឹងមានជំងឺតម្កាត់ព្រមដេចនឹងមានសេចក្តីសោកសម្រេចសម្រាយនិងសេចក្តីក្តៅក្រហាយព្រមដេចនឹងមានការជាប់ជំពាក់ពាក់ចំណងនិងសេចក្តីវិនិច្ឆ័យអន្តរាយទាំងឡាយកើតឡើងនឹងប៉ះទង្គិចកើតក៏ដូចជាបើគ្មានតាមដងនៃព្រឹក្សាជាតិទេព្រមដេចនឹងជួបវិបត្តិទាំងឡាយដូចនិយាយមកហើយដូច្នេះបើពិចារណាឲ្យល្អិតនិងឲ្យជ្រៅអាចឃើញច្បាស់ថាវិបត្តិអន្តរាយទាំងឡាយមានប្រការផ្សេងដូចជាផលដែលបានមកពីព្រឹក្សាជាតិឬកំហុសរបស់ខ្លួននៃមនុស្សទាំងឡាយមែនសុភាសិតនេះអាចឲ្យពន្លឺគំនិតថាមនុស្សទាំងឡាយត្រូវទទួលស្គាល់យល់ថាខ្លួនជាប្រភពដើមនៃការបង្កើតផលអាក្រក់និងផលល្អ